ដោយសារតែមានចិត្តចំណាញ់គុំគួនជាមួយនឹងបងប្អូនភ្លោះខ្លួនឯងហ្នឹងហើយទើបមានគំនិតចង់សម្លាប់បងប្អូនភ្លោះខ្លួនឯងផ្ទាល់តែម្ដងក៏ប៉ុន្តែត្រូវបានបរាជ័យអញ្ចឹងបើសិនជាចង់ដឹងរឿងនេះឲ្យកាន់តែច្បាស់កុំភ្លេចមើលវីដេអូនេះឲ្យដល់ចប់ទៅដឹងហើយបងប្អូនភ្លោះមួយនេះដែរគឺម្នាក់មានឈ្មោះថាជីណាហើយម្នាក់មួយទៀតគឺឈ្មោះសាន់នីដែលកើតនៅក្នុងកូរ៉េខាងត្បូងនៅក្នុងឆ្នាំ1974នឹងឯងជីណាហើយមួយសាន់នីហ្នឹងគឺបងប្អូនគ្នាខុសត្រូវគ្នាតែ5នាទីទេអ្នកនរគ្នាក៏ប៉ុន្តែតាមពីទូចមកសាន់នីហ្នឹងគឺគាត់គួរអីស្រឡាញ់ហើយគាត់ឆ្លាតអញ្ចឹងទៅធ្វើឲ្យម៉ាក់របស់គាត់ហ្នឹងស្រឡាញ់សាន់នីជាងជីណាទៀតអញ្ចឹងហើយជីណាហ្នឹងគឺគាត់តែងតែធ្វើគ្រប់យ៉ាងហើយដើម្បីទាក់ទាញ attention ពីម៉ាក់របស់គាត់ប៉ុន្តែនៅតែអត់អាចឈ្នះជាមួយនឹងសាន់នីបានទេហើយណាមួយដែលសារតែម៉ាក់របស់ពួកគាត់ហ្នឹងគឺមានបញ្ហាផ្លូវចិត្តដែរដែលសារតែប្តីរបស់គាត់ហ្នឹងគឺបានបោះបង់គាត់ជាមួយនឹងកូនគាត់អញ្ចឹងទៅគឺធ្វើឲ្យគាត់ហ្នឹងមានលបែងហោតតែជីណាជាមួយនឹងសាន់នីហ្នឹងគាត់អាយុ12ឆ្នាំម៉ាក់របស់គាត់ហ្នឹងក៏អត់មានលទ្ធភាពក្នុងការចិញ្ចឹមគាត់អញ្ចឹងហើយម៉ាក់របស់គាត់ហ្នឹងក៏បានបញ្ជូនគាត់ទាំងពីរនាក់ហ្នឹងទៅរស់នៅប្រទេសអាមេរិកទៅជាមួយនឹងសាច់ញាតិគាត់ហ្នឹងដើម្បីជួយមើលអញ្ចឹងឯងហើយអ្នកនរគ្នាមានអារម្មណ៍ថាអត់មានរឿងអីកើតឡើងផងហ្នឹងអត់ទាន់ទេរឿងចាប់ផ្ដើមកើតឡើងតាំងពីពួកគាត់ទាំងពីរនាក់ហ្នឹង graduate ទៅអ្នកនរគ្នាដោយពួកគាត់ទាំងពីរនាក់នេះគឺគាត់បាន graduate high school ហើយសាន់នីគឺគាត់ទទួលបាន scholarship នៅសាកលវិទ្យាល័យមួយក៏ប៉ុន្តែជីណានេះគឺគាត់បាន graduate ហើយគឺគាត់អត់ទាន់prepareថាគាត់រៀនអីគេខ្លះរៀនអីទេអញ្ចឹងទៅគាត់ក៏បានឈ្មោះធ្វើតែហ៊ានឱកាសមួយដែរក៏ប៉ុន្តែធ្វើបានប្រហែលឆ្នាំគាត់ក៏បានឈប់ទៅវិញទៀតក៏បានចូលប្រឡូកវិស័យខាងលបែងអីហ្នឹងដូចម៉ាក់របស់គាត់ទៀតដោយជីណានេះគឺគាត់ងប់នឹងលបែងហើយគឺគាត់អស់ធម៌សម្បត្តិរបស់គាត់ហើយដល់ថ្នាក់គាត់ហ្នឹងលួចលុយពូរបស់គាត់ដែលពូរបស់គាត់ហ្នឹងជាអ្នកចិញ្ចឹមគាត់តាំងពីទូចមកម្លេះដែលពូរបស់គាត់ហ្នឹងបានដឹងថាជីណាហ្នឹងធ្លាប់បានលួចលុយគាត់ហ្នឹងគាត់ក៏បាន report ទៅប្រាប់ប៉ូលីសហើយក៏បានចូលគុកអស់រយៈពេល10ថ្ងៃដែរពេលហ្នឹងអ្នកនរគ្នាពេលដែលចេញពីគុកហើយជីណាគាត់ក៏អត់មានកន្លែងនៅទេអញ្ចឹងហើយសាន់នីគឺគាត់មានចិត្តអាណិតជាមួយនឹងបងប្អូនភ្លោះខ្លួនឯងហ្នឹងហើយសាន់នីហ្នឹងគាត់ឲ្យជីណាហ្នឹងមករស់នៅក្នុង apartment ជាមួយនឹងគាត់ដែរការរស់នៅជាមួយនឹងគ្នាហ្នឹងគឺមានពេលខ្លះក៏ស្រឡាញ់គ្នាទៅពេលខ្លះក៏ឆ្លោះគ្នាទៅរហូតដល់ថ្ងៃមួយនេះខ្ញុំប៉ូលីសគឺគាត់បានគោះទ្វារ apartment របស់សាន់នីហ្នឹងឯងដើម្បីស្វែងរកជីណាក៏ប៉ុន្តែមានណាប៉ូលីសឃើញសាន់នីហើយគឺបានយល់ច្រឡំថាជីណានេះក៏បានចាប់សាន់នីហ្នឹងចូលគុកតែម្ដងទៅសុំកាត់ដៃនឹងតិចប៉ូលីសបានតាមចាប់ជីណាហ្នឹងដោយសារតែជីណាហ្នឹងគឺគាត់បានលួច credit card របស់មិត្តភ័ក្តិរបស់គាត់ហ្នឹងទៅចាយ shopping អីហ្នឹងឯងពេលហ្នឹងដែរជីណាគាត់ក៏រៀងភ្ញាក់ផ្អើលដែរដោយសារតែប៉ូលីសហ្នឹងគឺគេយកច្រឡំសាន់នីហ្នឹងគឺជាគាត់ហ្នឹងឯងក៏ប៉ុន្តែពេលហ្នឹងដែរគឺជាឱកាសរបស់ជីណាដែរតែពេលហ្នឹងគឺគេធ្វើខ្លួនហ្នឹងដូចជាសាន់នីចឹងយក credit card របស់សាន់នីហ្នឹងយកទៅចាយអស់ជីឡានរបស់សាន់នីទៀតអ្នកនរគ្នាពេលហ្នឹងជីណាហ្នឹងគឺគាត់សប្បាយចាយលុយរបស់សាន់នីហើយកំពុងតែសប្បាយរស់នៅក្នុងជីវិតរបស់សាន់នីផងមានអីណាសាន់នីពិតប្រាកដគឺគាត់បានចេញពីគុកវិញហើយសាន់នីហ្នឹងគឺគាត់បានចេញពីគុកវិញហើយជីណាហ្នឹងគឺគាត់កាន់តែមានចិត្តចំណាញ់ជាមួយនឹងបងប្អូនភ្លោះខ្លួនឯងហើយដែលគាត់គិតថាសាន់នីហ្នឹងគឺជីវិតគេជោគជ័យគេមានលុយគេមានឡានគេមានផ្ទះហើយជីវិតគេហ្នឹងគឺជោគជ័យហ្មងណាក៏ប៉ុន្តែក៏លេចទៅមើលជីវិតរបស់ជីណាវិញគឺគាត់ lost everything តែម្ដងអ្នកនរគ្នាអញ្ចឹងឯក្នុងចិត្តជីណាហ្នឹងគឺគាត់អត់មានគិតថាត្រូវខំប្រឹងហោះលុយដើម្បីឲ្យមានជីវិតដូចបងប្អូនភ្លោះខ្លួនឯងហ្នឹងទេគឺអត់ទេណាអ្វីដែលគាត់គិតហ្នឹងគឺគាត់ធ្វើមិនដើម្បីបំផ្លាញសាន់នីចោលហ្នឹងតែម្ដងអ្នកនរគ្នាហើយសាន់នីហ្នឹងគាត់ក៏បានជួក្មេងពីរនាក់នេះទៅអាយុ15ឆ្នាំឯអ្នកនរគ្នាដែលមានឈ្មោះយ៉ូណាន់មួយហើយជាមួយនឹងយ៉ូស៊ីអ្នកនរគ្នាតែសារពីរនាក់ហ្នឹងក្មេងៗអញ្ចឹងហើយគឺអ្វីគ្រប់យ៉ាងទាំង plan ទាំងគម្រោងនៃការសម្លាប់អីហ្នឹងគឺជីណាគឺគាត់ជាអ្នក control ទាំងអស់អ្នកនរគ្នាអញ្ចឹងឯរហូតដល់តែខែវិច្ឆិកាថ្ងៃទី16ឆ្នាំ1996ហ្នឹងយ៉ូណានហើយមួយនឹងជូស៊ីហ្នឹងគឺគាត់បានចាប់ផ្ដើមចូល apartment របស់សាន់នីហើយអ្នកនរគ្នាគាត់តែគាត់ជួនអីពេលហ្នឹងគឺសាន់នីហ្នឹងគឺគាត់បានរស់នៅជាមួយនឹង roommate គាត់ម្នាក់ទៀតហើយសុំកាត់ដៃនឹងទីគម្រោងរបស់ជីណាហ្នឹងគឺគាត់លក្ខណៈថាចង់ឲ្យពីរនាក់ហ្នឹងគឺគេចូលសិនហើយពេលណាដែលការងារហើយចាប់អស់ហើយបានជីណាហ្នឹងគឺគាត់ចូលមកពីក្រោយនឹងឯងក៏ប៉ុន្តែមានណាពេលដែលយ៉ូណានហើយមួយជូស៊ីហ្នឹងគឺគាត់បានចូល apartment នេះហើយគឺគាត់ឃើញតែ roommate របស់សាន់នីហ្នឹងទេហើយសាន់នីហ្នឹងគឺគាត់កំពុងតែងូយទឹកនៅបន្ទប់មួយទៀតហ្នឹងហើយពេលដែលគាត់ងូយទឹកនៅក្នុងបន្ទប់មួយទៀតហ្នឹងគឺគាត់បានលឺសំឡេងគាត់ក៏បានខលទៅប៉ូលីសតែម្ដងទៅជីណាហ្នឹងគឺគាត់នឹងរីកកម្ដងចង់នេះទៅហើយក៏ប៉ុន្តែមានណាប៉ូលីសគឺគាត់បានមកដល់ទាន់គឺគាត់បានចាប់ទាំង3នាក់ហ្នឹងតែម្ដងទៅអ្នកនរគ្នាអញ្ចឹងហើយអ្នកនរគ្នាពេលដែលប៉ូលីសចាប់ខ្លួនហើយរហូតដល់តែឆ្នាំ1998នេះទើបតុលាការបានដាក់ទោសឲ្យជីណាហ្នឹងគឺគាត់បានជាប់ទោសទណ្ឌគារអស់26ឆ្នាំហើយជូស៊ីហ្នឹងគឺគាត់បានជាប់ពន្ធនាគារអស់16ឆ្នាំដោយសារតែគាត់ប៉ុងប៉ងចង់សម្លាប់គេនឹងឯងចំណែកឯយ៉ូណានហ្នឹងគឺគាត់បានសារភាពប្រាប់ប៉ូលីសមុនអញ្ចឹងហើយគឺគេបានបទូបថយទោសរបស់គាត់ហ្នឹងឲ្យចូលគុកពន្ធនាគារអស់រយៈពេលតែ4ឆ្នាំតែប៉ុណ្ណោះអ្នកនរគ្នាចឹងហើយអ្នកនរគ្នាពេលដែលជីណាហ្នឹងគឺគាត់បានចេញពីគុកហ្នឹងហើយគឺខ្ញុំអត់ដឹងថាទំនាក់ទំនងកូនភ្លោះរបស់គាត់ទាំងពីរនាក់ហ្នឹងគឺនៅទំនាក់ទំនងល្អនឹងគ្នាឬមួយក៏អត់ទេអ្នកនរគ្នាហើយអ្នកនរគ្នាចិត្តរបស់មនុស្សគឺអត់មានអីខ្លាំងជាងការច្នៃទេអ្នកនរគ្នាបើសិនជាការច្នៃហ្នឹងគឺដល់កម្ពស់ហើយអីក៏ហ៊ានធ្វើដែរអ្នកនរគ្នាអីក៏ហ៊ានធ្វើដែរអ្នកនរគ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាហើយចាំជួបគ្នានៅវីដេអូក្រោយបាយបាយ